បាទជំរាបសួរបងប្អូនទាំងអស់គ្នាយើងមកជួបគ្នាទៀតហើយគឺកំណែវិញ្ញាសាទី3យើងចូលដល់ចំណុចលេខ4ចំណុចលេខ4យើងចូលប្រភេទ conic ហើយនៅពេលនេះគឺវិញ្ញាសាទី3យើងជ្រើសរើសយក parabol បាទក្នុងហ្នឹងគឺយើងមាន parabol conic របស់យើងមាន parabol មាន hyperbol ហើយនិងមាន ellipse ភាគច្រើនបំផុតដែលយើងជំរើសនៃការចេញគឺ ellipse ហើយនិង parabol hyperbol យូរម្ដងប៉ុន្តែយើងគិតទៅលើឆ្នាំមុនគឺយើងមាន ellipse ច្រើនហើយ ellipse ច្រើនមែនតើចឹងយើងអាចវិលមក parabol ឬក៏ hyperbol ប៉ុន្តែគ្រាន់តែការស្ទង់ទេហើយទៅចេញ ellipse ទៀតក៏មិនដឹងព្រោះ ellipse វាស្រួលក្នុងការធ្វើចម្លើយបាទតោះឥឡូវយើងពិនិត្យមើលរបស់យើងបាទ parabol គេឲ្យទម្រង់ជាទូទៅហើយគេឲ្យយើងសរសេរជាទម្រង់ស្តង់ដាទម្រង់ស្តង់ដា parabol គឺយើងមានទម្រង់ស្តង់ដា2បាទទម្រង់វាមាន2ទម្រង់មួយគឺទម្រង់ដែលរាង x ដក h ទាំងអស់លើកឡើងជាការ៉េស្មើនឹង4ដង p កតា y ដក k នេះចឹងគូសចេញពី ax យើងដេកឆ្លោះគូសចេញពី ax តែ ax ដេកហើយឆ្លោះវាត្រូវតែកែងនឹងនឹងតែម្ដងចឹងឆ្លោះយើងឈរមួយនេះគឺឆ្លោះឈរឆ្លោះឈរបាទមួយទៀតគឺ y ដក k គូគ្នាវាហ្មងតណាក៏វាយកគ្នាទៅដែរណានេះ y មួយនឹង k គឺគូរបស់វាហ្មងបើគូរបស់វាយកគ្នាទៅអាហ្នឹងបាទ4ដង p ហើយ x គូមួយ h ចឹងយកមក h មកក្នុងពេលនេះគឺយើងមើល y មុនតែ y មុនឆ្លោះរបស់វាត្រូវគូសចេញពី y ហ្នឹងតែ y ហ្នឹងឈរហើយឆ្លោះវាត្រូវតែគូសកែងអញ្ចឹងឆ្លោះដេកបាទឆ្លោះដេកបាទឆ្លោះដេកអញ្ចឹងយើងមានតែពីរហ្នឹងឯងយើងត្រូវបំលែងឲ្យចូលទម្រង់ហ្នឹងពីរហ្នឹងសួរថានៅពេលហ្នឹងយើងដឹងតែអត់ថាវាចូលក្នុងទម្រង់មួយណាគឺយើងគ្រាន់តែពិនិត្យមើលថាមួយណាលើកជាការ៉េy ការ៉េអញ្ចឹងប្រកាសជាចូលក្នុងទម្រង់មួយនេះហើយព្រោះថាអានេះវាលើកឡើងជាការ៉េប្រកាសជាបាន y ការ៉េតែអានេះ x លើកឡើងជាការ៉េបានតែ x ការ៉េទេអត់បាន y ការ៉េទេអញ្ចឹងអត់ចូលក្នុងទម្រង់មួយនេះទេទម្រង់មួយនេះគឺអត់ចូលទេបាទគឺចូលក្នុងទម្រង់ខាងក្រោមហើយសួរថាចូលក្នុងទម្រង់ហ្នឹងដើម្បីសរសេរអានេះឲ្យជាស្តង់ដាយើងត្រូវការអីទៀតត្រូវការពីររូបមន្តទៀតគឺរូបមន្តថ្នាក់ទី8គឺរូបមន្តយើងអំបិលពី a ការ៉េដល់ពី ab បូក b ការ៉េវាស្មើ a ដល់ b លើកឡើងជាការ៉េនេះមួយហើយមួយទៀតគឺយើងប្រើរូបមន្ត a ការ៉េបូក 2ab បូក b ការ៉េវានឹងស្មើ a បូក b ទាំងអស់លើកឡើងជាការ៉េអញ្ចឹងយើងពឹងផ្អែកទៅលើពីររូបមន្តនឹងទៀតបាទអញ្ចឹងអ្វីដែលយើងរៀនហើយគណិតវិទ្យាកុំចោលអីគឺវានៅតែប្រើរហូតកុំបំភ្លេចវាចោលណាតោះឥឡូវយើងមកចាប់ផ្ដើមធ្វើរបស់យើងចម្លើយ1សរសេរសមីការពេជាទម្រង់ស្តង់ដាពេជាទម្រង់ស្តង់ដាអញ្ចឹងយើងមានពេរបស់យើងគឺ y ការ៉េដក 2y ដល់ 4x បូក 9ស្មើ0យើងទុកពពួកមាន y ពួកការ៉េនៅមួយដុំមកអង្គទី1មកហើយយើងរុញអានេះទៅអង្គទី2
បាទចឹងយើងមាន y ក្រេបកពី y នៅអង្គទី1អានេះយើងរុញមកអង្គទី2បាន 4x អានេះវាដករុញឆ្លងបូកចានេះវាបូករុញឆ្លងដកបាទអានេះយើងចាប់ផ្ដើមសារ៉េឲ្យចូលក្នុងទម្រង់របស់យើងគឺអាមួយនេះវាមានដកនេះវាចូលអានេះអញ្ចឹងយើងអាចថា y ក្រេដក2គុណនឹង y ហើយយើងចាប់ផ្ដើមអានេះគិតអានេះយក2ចែកនឹង2បាន1អញ្ចឹងយើងគុណបន្ថែមនឹង1ហើយក៏យើងបូកបន្ថែម1ក្រេអង្គទី1បន្ថែម1ក្រេអង្គទី1បន្ថែម1ក្រេអង្គទី2ក៏ថែម1ក្រេដូចគ្នាដើម្បីឲ្យអាពីរនឹងស្មើគ្នាបាទយើងថែមប៉ុណ្ណឹងដូចគ្នាអានេះវាចូលក្នុងរូបមន្ត a ការ៉េដក2a វានេះ a វាហើយនេះ b ហើយបូក b ការ៉េវានឹងស្មើនឹង a ដក b លើកឡើងជាការ៉េដែល a វា y b របស់វាគឺ1បាទតែខ្ញុំលុបអានេះធ្វើចម្លើយវាបាទចានេះ y ដក1ទាំងអស់លើកឡើងជាការ៉េស្មើនឹង4នៅដដែលសិនមក 4x អានេះ9ដក9អានេះវាបូក1ការ៉េបាន1បូក1អញ្ចឹង9ដក1ចេញដល់សល់8យកសញ្ញាតាម9អញ្ចឹងដក8អានេះយើងបាន y ដក1ទាំងអស់លើកឡើងជាការ៉េដើម្បីចេញស្តង់ដារតើយើងទាញឲ្យអានេះអត់សល់មេគុណទេអញ្ចឹងឃើញមេគុណ x ប្រមាណទាញប៉ុណ្ណឹងជាកតាមកអញ្ចឹងយើងទាញ4ជាកតាបានន័យថាយើងយក 4x ចែកនឹង4បាន x យកដក8ចែកនឹង4បានដក2អានេះហើយគឺជាទម្រង់ស្តង់ដាររបស់វាបាទអញ្ចឹងដូចនេះមកដូចនេះទម្រង់ស្តង់ដារនៃប៉ែគឺរបស់វា y ដក1ទាំងអស់លើកឡើងជាការ៉េស្មើ4ដង x ដក2បាទនេះគឺទម្រង់ស្តង់ដាររបស់វា